បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះលោកគ្រូលើកយកមេរៀនទី14ល្បឿនមកបង្ហាញបងប្អូនបាទគឺចំណោទទី7បាទប្រធានលំហាត់គឺនិយាយថាគេបញ្ចូលទឹកក្នុងអាងដោយល្បឿន5លីត្រក្នុង1នាទីហើយគេបញ្ចេញទឹកព្រមគ្នាពីអាងវិញដោយល្បឿន2លីត្រក្នុង1នាទីតើអាងមានទឹកប្រមាណរយៈពេល1ម៉ោងក្រោយមកបាទដំណោះស្រាយគឺលំហាត់នេះយើងត្រូវគណនាល្បឿនទឹកដែលនៅសល់ក្នុងអាងទឹកក្នុងរយៈពេល1នាទីរួចគណនាមានទឹកសរុបក្នុងរយៈពេល1ម៉ោងជំហានទី1រកល្បឿនទឹកកើនឡើងក្នុងអាងក្នុងរយៈពេល1នាទីដោយសារគេបញ្ចូលទឹកផងនិងបញ្ចេញទឹកផងព្រមគ្នានោះល្បឿនទឹកនៅសល់ក្នុងអាងគឺបាទយកល្បឿនទឹកគេបញ្ចូលដកល្បឿនទឹកដែលបញ្ចេញបាទគឺ5លីត្រក្នុង1នាទីដក2លីត្រក្នុង1នាទីស្មើ3លីត្រក្នុង1នាទីមានថាទឹកនៅក្នុងអាងហ្នឹងគឺ3លីត្រ1នាទីគេបញ្ជាក់ឲ្យថាមានន័យថាក្នុង1នាទីអាងទឹកទទួលបានទឹកស្រាប់ចំនួន3លីត្របាទជំហានទី2បាទចូលដល់ជំហានទី2យើងបំលែងរង្វាស់ពេលពីម៉ោងទៅជានាទីបាទដោយសារឯកតាយើងគិតជានាទីបាទរយៈពេលដែលគេចង់ដឹងគឺ1ម៉ោងស្មើ10នាទីជំហានទី3យើងគណនាមានទឹកដែលមាននៅក្នុងអាងរយៈពេល1ម៉ោង1នាទីគឺ3លីត្រចឹង60នាទីស្មើប្រមាណបាទយើងយក3គុណនឹង60ស្មើ180ចម្លើយក្រោយរយៈពេល1ម៉ោងមកអាងទឹកនោះមានចំនួន180លីត្របាទសូមអរគុណ